กสิทาน400ថ្ងៃនេះសូមធ្វើការចែករំលែកបន្តទៀតដែរបងប្រុសបងស្រីណាដោយសារថ្ងៃនេះក្រុមការងារគាត់បានជួយដាំនៅផ្លែឈើចម្រុះបាទហើយក្នុងហ្នឹងខ្ញុំសូមដាំរៀបរាប់ខ្លះអានេះស្ពឺនេះពងផ្លែផ្កាចិត្តផ្លែហើយមានតលឹងតឹងនេះតលឹងតឹងទីខែប្រហែលជា6ខែទៅចាប់បានផលហើយកត្រូបយើងដាំដោយសារយើងចិញ្ចឹមសត្វយើងចិញ្ចឹមដាំកត្រូបទៅបាទហើយមានកទួតអញ្ចឹងយើងដាំផ្លែឈើទាំងអស់ហ្នឹងគឺទុកឲ្យបានច្រើនហើយដើម្បីឲ្យក្រុមការងារគាត់ហត់ពីការងារគាត់សម្រាកពីការងារគាត់អាចហូបបានអញ្ចឹងនៅក្នុងហ្នឹងគឺយើងព្យាយាមដាំឲ្យបាន50ពូជឥឡូវមកទល់ពេលនេះយើងដាំប្រហែលជាចូល30មុខហើយដំណាំឈើហូបផ្លែ30មុខហើយបាទហើយធ្លាក់ភ្លៀងហ្នឹងក៏យើងទិញដាំនៅខាងក្រោយគៀនជួនៅខាងបន្ថែមទៀតហើយខាងមុខនេះបន្ថែមទៀតធ្វើម៉េចឲ្យមានទាំងផ្កាឲ្យមានទាំងផ្លែឈើឲ្យមានទាំងបន្លែឲ្យមានទាំងសត្វបក្សីឲ្យមានទាំងសត្វជើង4ឲ្យមានទាំងសត្វក្នុងទឹកឲ្យមានទាំងស្មៅហើយនឹងចំណីដូចជាចកដូចជាចកអាសូឡាជាដើមមកប្រងសង្ស័យឃើញណាមិនដីខ្ញុំតូចទេប៉ុន្តែឆ្នៃប្រឌិតហើយមួយថ្ងៃក្រុមការងាររវល់តាំងពីព្រឹករហូតដល់យប់មើលស្មើនេះរសៀលគាត់អត់ទាន់សម្រាប់ទេគាត់នៅជួយដាំដំណាំដើម្បីទុកហូបជុំគ្នាឬក៏ទុកអ្នកបន្តវេនឬក៏ទុកនិស្សិតមកក្រោយទៀតគាត់មកបរិងនៅទីនេះគាត់មកស្នាក់នៅទីនេះមករៀននៅទីនេះមកសេសភៅទីនេះដើម្បីយកចំណេះជំនាញបន្ថែមពីការងារកសិកម្មបាទហើយមករៀនទីនេះគឺខ្ញុំឲ្យគាត់ធ្វើដល់ខ្លួនឯងតែម្ដងគ្រាន់តែខ្ញុំប្រាប់កលឹះសំខាន់របៀបធ្វើទៅឲ្យគាត់ចាត់ចែងបែងចែកទៅគាត់ខំប្រឹងធ្វើតាមហ្នឹងបាទនេះបងឃើញសមិទ្ធផលទាំងអស់នេះគឺកើតចេញដោយសារគាត់អ្នកចាត់ចែងគាត់អ្នករៀបចំនេះ